ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវិលមកជួបជាមួយនឹងនាងខ្ញុំម្ដងទៀតហើយថ្ងៃនេះផងដែរនាងខ្ញុំក៏បានលើករឿងថ្មីមួយដើម្បីយកមកចែកជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាសូមចូលរួមស្ដាប់ជាមួយនឹងនាងខ្ញុំសាច់រឿងរបស់យើងក៏បានបង្ហាញឲ្យយើងឃើញពីព្រះវិហារ Seven Day Adventist មួយដែលស្ថិតនៅចំកណ្ដាលទីក្រុងនៅក្នុងព្រះវិហារនេះគឺមានមនុស្សតិចខ្លាំងមែនទែនប្រហែលជា10នាក់តែប៉ុណ្ណោះហើយមិនមានកូនក្មេងហើយក៏មិនមានមនុស្សជំទង់ដែរគឺមានតែមនុស្សដែលមានវ័យចំណាស់ចាប់តាំងតែពីអាយុ50ឡើងទៅមើលទៅក្រុមជំនុំនៅក្នុងព្រះវិហារនេះពួកគាត់មានវ័យចំណាស់ណាស់ទៅហើយប៉ុន្តែសេចក្តីជំនឿរបស់គាត់ដែលបានជឿទៅលើព្រះនៅតែរឹងមាំនៅថ្ងៃមួយមាននារីម្នាក់ដែលគាត់គឺជាអ្នកផ្សព្វផ្សាយដំណឹងល្អឬក៏យើងអាចហៅថា missionary ហើយនារីម្នាក់នេះផងដែរក៏នាងមានឈ្មោះថាអាមីយ៉ានាងបានចូលមកក្នុងព្រះវិហារនេះជាមួយនឹងស្វាមីរបស់នាងដែលគាត់មានឈ្មោះថាលោកបែនគាត់គឺជាបរិសម្នាក់ដែលមានជំនឿខ្លាំងមែនទែនទៅលើព្រះជាម្ចាស់ក៏ដូចជាអ្នកស្រីអាមីយ៉ាដែលជាប្រពន្ធរបស់គាត់ដូចគ្នាហើយពួកគាត់ទាំងពីរនាក់គឺជា missionary ស្ម័គ្រចិត្តពួកគាត់ទាំងពីរនាក់បានធ្វើការស្ម័គ្រចិត្តអស់រយៈពេលជាច្រើនឆ្នាំហើយពួកគាត់ទាំងពីរនាក់ក៏បានសប្បាយចិត្តជាមួយនឹងការងារស្ម័គ្រចិត្តរបស់គាត់ដូចគ្នាគាត់មិនដែលមានភាពត្អូញត្អែគាត់មិនដែលរអ៊ូជាមួយនឹងព្រះជាម្ចាស់នៅពេលដែលទ្រង់ប្រើឲ្យពួកគាត់ទាំងពីរនាក់ទៅធ្វើការរបស់ទ្រង់នៅថ្ងៃនេះផងដែរលោកបែនហើយនិងអ្នកស្រីអាមីយ៉ាក៏បានចូលរួមក្នុងការថ្វាយបង្គំជាមួយនឹងក្រុមជំនុំទាំងអស់ហើយពួកគាត់ពិតជាសប្បាយចិត្តខ្លាំងមែនទែននៅពេលដែលគាត់បានថ្វាយបង្គំជាមួយនឹងក្រុមជំនុំដែលមានជំនឿហើយនឹងជឿទុកចិត្តស្មោះត្រង់ជាមួយនឹងព្រះគាត់បានអធិប្បាយគាត់បាននិយាយពីទីបំតល់ហើយនឹងពីរឿងផ្សេងជាច្រើននៅពេលដែលគាត់បានធ្វើការងារបម្រើព្រះហើយគាត់ក៏បានលើកទឹកចិត្តដល់ក្រុមជំនុំទាំងអស់ឲ្យផ្សព្វផ្សាយដំណឹងល្អពីព្រះជាម្ចាស់ទៅកាន់មនុស្សជុំវិញខ្លួនរបស់គាត់ដូចជាប្តីប្រពន្ធឬក៏កូនរបស់គាត់ជាដើមហើយក៏អាចផ្សព្វផ្សាយដំណឹងល្អរបស់ព្រះជាម្ចាស់ទៅកាន់អ្នកជិតខាងរបស់ពួកគាត់ទៀតផងលោកបែនហើយនិងអ្នកស្រីអាមីយ៉ាគាត់បានស្នាក់នៅក្នុងព្រះវិហារនេះអស់រយៈពេលមួយសប្តាហ៍ពេញគាត់បានធ្វើការបម្រើព្រះហើយនឹងដាស់តឿននិងលើកទឹកចិត្តដល់ក្រុមជំនុំទោះបីជាពួកគាត់មានវ័យចំណាស់ហើយក៏ដោយក៏សេចក្តីជំនឿរបស់ពួកគាត់ទាំងអស់គ្នានៅតែធ្វើឲ្យគាត់អាចផ្សព្វផ្សាយដំណឹងល្អពីព្រះជាម្ចាស់ទៅកាន់មនុស្សជុំវិញខ្លួនរបស់គាត់នៅសប្តាហ៍បន្ទាប់លោកបែនហើយនិងអ្នកស្រីអាមីយ៉ាក៏បានសម្រេចចិត្តស្នើសុំទៅថ្នាក់លើដើម្បីនៅបន្តការងារនៅក្នុងព្រះវិហារមួយនេះហើយថ្នាក់លើរបស់ពួកគាត់ក៏បានសម្រេចចិត្តឲ្យពួកគាត់រស់នៅនិងធ្វើការបម្រើនៅក្នុងព្រះវិហារមួយនេះរយៈពេល1ឆ្នាំពួកគាត់ទាំងពីរនាក់ពិតជាសប្បាយចិត្តខ្លាំងមែនទែនលោកបែនហើយនិងអ្នកស្រីអាមីយ៉ាគាត់ក៏បានចុះទៅលេងតាមផ្ទះរបស់ក្រុមជំនុំគាត់បាននិយាយហើយនឹងប្រាប់ពួកគេទាំងអស់គ្នាអំពីរឿងរបស់ព្រះអំពីអ្វីដែលព្រះជាម្ចាស់បានធ្វើការអស្ចារ្យដល់ពួកគាត់ទាំងពីរនាក់នៅក្នុងអំឡុងពេលដែលពួកគាត់កំពុងតែធ្វើការបម្រើដល់ទ្រង់នៅសប្តាហ៍ទី2ដែលលោកបែនហើយនិងអ្នកស្រីអាមីយ៉ាគាត់បានរស់នៅក្នុងព្រះវិហារនិងធ្វើការនៅក្នុងព្រះវិហារគឺចាប់ផ្ដើមមានក្រុមជំនុំជាច្រើនដែលបានចូលមកថ្វាយបង្គំដោយសារតែការផ្សព្វផ្សាយដំណឹងល្អរបស់លោកបែនហើយនិងអ្នកស្រីអាមីយ៉ារួមទាំងការទៅសួរសុខទុក្ខរបស់ពួកគាត់ទាំងពីរនាក់ផងដែរដូច្នេះហើយក៏បានបង្ហាញដល់មនុស្សជុំវិញខ្លួនរបស់ពួកគាត់រួមទាំងក្រុមជំនុំថ្មីដែលបានចូលមកថ្វាយបង្គំអំពីសេចក្តីស្រឡាញ់ដែលពួកគាត់ទាំងពីរនាក់មានហើយគាត់ក៏បានប្រាប់ក្រុមជំនុំទាំងអស់ថាសេចក្តីស្រឡាញ់ដែលគាត់មានគឺសុទ្ធតែបានមកពីព្រះជាម្ចាស់គឺជាអ្នកផ្ដល់សេចក្តីស្រឡាញ់ឲ្យគាត់ទាំងពីរនាក់ហើយគាត់ទាំងពីរនាក់ក៏បានផ្ដល់សេចក្តីស្រឡាញ់ទាំងអស់ដែលព្រះជាម្ចាស់បានផ្ដល់មកទៅដល់មនុស្សជុំវិញខ្លួនរបស់គាត់ដូចគ្នាពីមួយថ្ងៃទៅមួយថ្ងៃពីមួយសប្តាហ៍ទៅមួយសប្តាហ៍លោកបែននិងអ្នកស្រីអាមីយ៉ាតែងតែធ្វើការងារបម្រើព្រះជាម្ចាស់រួមទាំងព្យាយាមដឹកនាំហើយនឹងដាស់តឿនចិត្តយុវជនយុវតីទាំងអស់រួមទាំងមនុស្សគ្រប់គ្នាដែលនៅក្បែរព្រះវិហារឲ្យមកថ្វាយបង្គំហើយនឹងប្រាប់ពីដំណឹងល្អរបស់ព្រះជាម្ចាស់ទៅកាន់ពួកគេទាំងអស់គ្នាអស់រយៈពេលតែ3ខែតែប៉ុណ្ណោះព្រះវិហារមួយនេះបានពោរពេញទៅដោយមនុស្សដោយសារតែលោកបែនហើយនិងអ្នកស្រីអាមីយ៉ាគាត់បានព្យាយាមអស់ពីលទ្ធភាពរបស់គាត់ដើម្បីឲ្យមានក្រុមជំនុំហើយនិងអ្នកទទួលជឿព្រះកាន់តែច្រើនលោកបែនគាត់ក៏បានខលទៅប្រាប់ដល់ថ្នាក់លើរបស់គាត់អំពីការងារដែលគាត់បានធ្វើហើយក្រុមជំនុំទាំងអស់ពិតជាសរសើរនិងអរគុណដល់លោកបែនហើយនិងអ្នកស្រីអាមីយ៉ាខ្លាំងមែនទែនប៉ុន្តែលោកបែនគាត់បាននិយាយប្រាប់ទៅកាន់ក្រុមជំនុំទាំងអស់ថាអ្នកទាំងអស់គ្នាមិនគួរអរគុណដល់ខ្ញុំនោះទេអ្នកទាំងអស់គ្នាគួរតែអរគុណនិងសរសើរដំណឹងដល់ព្រះជាម្ចាស់ដែលធ្វើឲ្យអ្នកទាំងអស់គ្នាបានវិលមករកទ្រង់វិញ
ចាប់តាំងពីថ្ងៃនោះមកលោកបែនគាត់នៅតែបន្តលើកទឹកចិត្តរហូតដល់មានក្រុមជំនុំពេញព្រះវិហារហើយពួកគាត់ក៏បានសម្រេចចិត្តនឹងរៃលុយគ្នាដើម្បីធ្វើព្រះវិហារថ្មីពីព្រោះថាព្រះវិហារសប្តាហ៍ថ្ងៃនេះគឺវាចង្អៀតណាស់ទៅហើយมันអាចដាក់ក្រុមជំនុំបានច្រើននោះទេដូច្នេះហើយពួកគាត់ក៏បានសម្រេចចិត្តថាគាត់នឹងធ្វើព្រះវិហារថ្មីចំណែកឯអ្នកស្រីអាមីយ៉ាវិញគាត់បានបង្រៀនដល់មនុស្សគ្រប់គ្នាជាពិសេសនោះគឺក្រុមជំនុំអំពីការថែរក្សាសុខភាពអំពីការមើលថែក្រុមគ្រួសារឲ្យបានល្អដោយដែលព្រះគម្ពីរបានប្រាប់គាត់ព្យាយាមខ្លាំងមែនទែនក្រុមជំនុំរបស់ព្រះជាម្ចាស់ក៏មានកាន់តែច្រើនទៅពីមួយថ្ងៃទៅមួយថ្ងៃដែលធ្វើឲ្យសេចក្តីសុខសាន្តនៃព្រះអង្គម្ចាស់បានមានឡើងសាច់រឿងមួយនេះផងដែរក៏ចង់បង្រៀនយើងថាការដែលយើងធ្វើការបម្រើព្រះវាមិនមែនជារឿងដែលងាយស្រួលហើយវាក៏មិនយ៉ាប់ពេកនោះដែរពីព្រោះថាព្រះជាម្ចាស់ទ្រង់នឹងដាក់កម្រិតឲ្យយើងទ្រង់ដឹងថាយើងអាចធ្វើអ្វីបានហើយយើងមិនអាចធ្វើអ្វីបានព្រះជាម្ចាស់ទ្រង់មិនបានបង្ខំយើងឲ្យធ្វើការដើម្បីទ្រង់នោះទេប៉ុន្តែដោយសារតែសេចក្តីស្រឡាញ់របស់ទ្រង់ទើបយើងទាំងអស់គ្នាស្ម័គ្រចិត្តដើម្បីធ្វើការបម្រើដល់ទ្រង់ដូច្នេះហើយពុកម៉ែបងប្អូនទាំងអស់គ្នាត្រូវចងចាំថាយើងទាំងអស់គ្នាគឺជាពន្លឺនៃលោកីដូច្នេះហើយយើងត្រូវតែបំភ្លឺដល់លោកីឲ្យបានភ្លឺហើយនឹងប្រាប់ពីដំណឹងល្អរបស់ព្រះជាម្ចាស់ពីព្រោះថាពេលវេលានៃការយាងមកវិញរបស់ព្រះជាម្ចាស់គឺកាន់តែគៀកហើយដូច្នេះហើយយើងត្រូវតែរួបរวมគ្នាដើម្បីផ្សព្វផ្សាយដំណឹងល្អអំពីព្រះជាម្ចាស់ជាចុងក្រោយផងដែរនេះខ្ញុំសូមអរគុណសូមព្រះប្រទានពរ